ក្នុងវីដេអូនេះខ្ញុំនឹងជិះម៉ូតូពីខេត្តរហូតដល់បឹងលង្កុតគឺចេញទៅគឺអត់មានកម្រងថានឹងទៅបឹងលង្កុតទេសុកនឹកឃើញថាថ្ងៃនឹងទៅណេពេកអត់ដឹងទៅណាក៏រៀបកម្រងថាថតវីដេអូឲ្យបងប្អូនមើលថាតើបឹងលង្កុតឥឡូវមានសភាពស្អាតយ៉ាងណាតែមានតែមើលវីដេអូខ្ញុំពីដើមដល់ចប់ទេអូខេឥឡូវខ្ញុំចូលផ្លូវតាមនេះខាងនោះស្រុកបោកកែវហើយខាងនោះទៅព្រំដែននេះហើយឥឡូវនេះទៅបឹងលង្កុតតែនគាត់ជិះម៉ូតូតាមផ្លូវក៏មានអារម្មណ៍ថាស្រស់ស្រាយមែនតើបងប្អូននេះដោយសារទេសភាពតាមផ្លូវខេត្តហ្នឹងគឺពេញស្អាតហើយអូយមែនបងប្អូននេះផ្លូវនេះអូយមែនណាអាផ្លូវទៅពីស្រុកបោកកែវទៅលំផាត់ទៅបឹងលង្កុតយូមែនទេសភាពតាមផ្លូវអែមហូហើយកាលនោះភ្លៀងទៀតអូយជិះកូនត្រែនខ្ញុំហ្នឹងអាមិនស្អីទេអាហ្នឹងដើមខ្ញុំបានយូរតាំងពីខ្ញុំទិញយូរមែនទេអាណិតគ្នាដែរជាផ្លូវឆ្ងាយពេលខ្លះក៏ឆ្ងល់ដែរមែននេះសុកក៏មេឃភ្លៀងអត់តែរៀបកម្រងទៅណាគឺដឹងតែភ្លៀងហើយអូយឥឡូវចិត្តដល់បឹងលង្កុតអីសំខាន់ឥឡូវតាមផ្លូវមេឃភ្លៀងឯណាអូយព្រោះដំបងតាខ្លាចមេឃភ្លៀងឥឡូវលេងខ្លាចជិះម៉ូតូហាលភ្លៀងក៏សប្បាយមួយយ៉ាងដែរម្នាក់ឯងឥឡូវនេះខ្ញុំបានមកដល់ច្រកចូលបឹងលង្កុតទេយ៉ាអានេះផ្លូវមកពីបោកកែវអានេះផ្លូវមកពីលំផាត់ចាហើយបងប្អូនចូលនេះទៅអ្នកដែលអត់ស្គាល់ផ្លូវទៅបឹងលង្កុតជិះមួយផ្លែដល់ពីផុតនេះដល់ហើយចានិយាយមែនបងប្អូននេះចូលច្រកមែនអត់ប្រេះមែនតែបងប្អូនមើលឃើញចិត្តដល់ហើយជិះផ្លែដល់ហើយហើយថ្ងៃហ្នឹងមកតឯងសបុតមួយម៉ានអ៊ំ2000នេះចាអូខេបងប្អូននេះសបុតចូលតែ2000នេះបងប្អូនចង់មកលេងមកបឹងលង្កុតទេបឹងលង្កុតអូខេទីស្ភាពស្អាតណាស់ជិះតាមផ្លូវវិញស្អាតអូខេឥឡូវសបុត2000អញ្ចឹងមកបុតធូរថ្លៃចុះឡានហ្មងឡានបើឡានតូច5000បើឡានធំ20000អូចង់បងប្អូនចង់មកអាចមកបានអូផ្លូវស្រួលអត់ពិបាកទេជិះឡានក៏បានជិះម៉ូតូក៏បានថ្ងៃហ្នឹង solo ហ្មងម្នាក់ឯងហ្មងឥឡូវនេះពួកគាត់គិចម៉ាយដល់លេងអញ្ចឹងមើលឲ្យហើយនេះថងជាចិត្តដល់ហើយខាងក្រោយមែនចូលបានតើអូយស្អាតនេះបឹងលង្កុតស្អាតនេះ Hello ឥឡូវខ្ញុំឈ្មោះអីចុះឈ្មោះដែរអត់ទេខ្ញុំមានអីគេ follow page របស់អញតាមែន follow អ្នកខេតយើងតាខេតណាគ្រីអូខេខ្ញុំ single ពួកគាត់បានអ្នក single ទាំងអស់ខាងនេះគឺ single ដែរមែនអូ single ទាំងអស់អញ្ចឹងសង្សារមើលសំបីនេះកុហកនេះអូខេសប្បាយអត់បាយឥឡូវហូមមួយមកសប្បាយមិនប៉ិតប៉ុណ្ណឹងឥឡូវនេះមកដល់អូទីសភាពស្អាតមែនទេបងប្អូនឃើញអត់ស្តៀងបីអាឡោមទឹកថ្លាដូចគ្នាចង់ឲ្យគាត់ប្រម៉ូទ TikTok ឲ្យអ្នកមើលវីដេអូគាត់ជួយ follow គាត់គាត់មាន content ថ្មីទៀតអូយមានរត់ទៅពេលជួបគាត់មានរត់ទៅភ័យអូខេខ្ញុំនៅកណ្ដាលមែនអូខេដល់1 2 3អូខេតោះគេថតទៀតអរគុណច្រើនអូឡូបានជួបអាយដល់មិនបានជួបទេណាតោះ1 2 3អូខេបងប្អូននេះអូយមែនណាបឹងនេះគឺទឹកថ្លាមែនស្រៀងបឹងច្រឡោមនេះបឹងច្រឡោមក៏ថ្លានេះក៏ថ្លាដែរនេះហើយយើងអាចថតរូបពីក្រោយបាននេះវាពីលើហើយនៅនេះគឺមានផាយដូចជា2ទៅហើយផាយមាន2 3ទាំងក្បូនចាហើយខ្ញុំមកបានមួយផ្លែតដែរហើយប្រញាប់ទៅផ្ទះវារៀងយប់ដែរបងប្អូននេះបឹងលង្កុតស្អាតមែនតើថ្លាមែនតើអូយស្អាតចាំបងប្អូនដែលចង់មកអាចមកបានបងប្អូននេះ